ប្រសិទ្ធជនជាតិគោរពសម្រាប់ព័ត៌មាននៅក្នុងខេត្តបៃលិននេះវិញគឺពាក់ព័ន្ធទៅនឹងលោកជំទាវដាំដារីនីនិងលោកជំទាវបានស្រីមុំអញ្ជើញជួបសម្ដែងសម្ដាលនិងនាំយកអំណោយជូនគ្រួសារវរៈកងទ័ពជួរមុខចំនួន120គ្រួសារនៅក្នុងខេត្តបៃលិនគ្រួសារវរៈកងទ័ពទទួលបានការឧបត្ថម្ភនៅពេលនេះគឺមកពីតំបន់ប្រតិបត្តិការសឹករងបៃលិនកងពលតូចថ្មើរជើងលេខ52កងការពារព្រំដែនលេខ504វរៈសេនាតូចលេខ556និងវរៈសេនាតូចលេខ558មានប្រសាសន៍ទៅកាន់បងប្អូនក្រុមគ្រួសារកងទ័ពនៅក្នុងឱកាសនោះលោកជំទាវដាំដារីនីបានពំនាំនៅប្រសាសន៍សាកសួរសុខទុក្ខនឹងការនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីដែលជានិច្ចកាលតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ពនៅសមរភូមិមុខលោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថាការយកចិត្តទុកដាក់នេះគឺដើម្បីកុំឲ្យវរៈកងទ័ពមានការព្រួយបារម្ភពីក្រោយខ្នងក្នុងបេសកកម្មការពារបូរណភាពទឹកដីដោយលោកជំទាវបានលើកឡើងនៅពាក្យស្លោកដ៏មានអត្ថន័យថាស្វាមីគឺជាវរៈកងទ័ពនៅសមរភូមិមុខភរិយាគឺជាកម្លាំងជំរុញនៅពីក្រោយកម្ពុជាជាទឹកដីរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាការពារទោះក្នុងតម្លៃណាក៏ដោយជាមួយគ្នានោះលោកជំទាវក៏បានថ្លែងអំណរគុណចំពោះលោកជំទាវបានស្រីមុំអភិបាលខេត្តនិងឯកឧត្តមចាត់ទេសរដ្ឋមន្ត្រីអ៊ីឈានដែលតែងតែយកចិត្តទុកដាក់កិត្តគូសុខទុក្ខនិងផ្ដល់ការគាំទ្រដល់កងទ័ពជួរមុខនៅតាមព្រំដែនជាប់ជាប្រចាំមិនដែលខកខានឡើយដែលនេះគឺជាការលើកទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាននោះឡើយ។